这个是古树茶，古树红茶，古树呢，这是200年以上的树，200年，200 years， yeah，more than 200 years， 很长时间。ជំរាបសួរស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងមុននឹងចូលទៅដល់ការផាក់តែគឺមកមើលអ្នកគ្រូគាត់ធ្វើធុកក្អូបសិនហើយនេះមកកូនសិស្សមានតែ3នាក់នឹងទេ special student ចំពោះធុកក្អូបនេះអ្នកគ្រូគាត់ប្រាប់ថាពេលដែលយើងរើសតែដែលយើងចូលចិត្តហើយយើងពេលថាផាក់តែគប់សំនឹងធុកក្អូបអានឹងធុកក្អូបហើយគាត់កំពុងតែរៀបចំពុំហើយនឹងដាក់ទៅតាមពុំនៃអាធុកក្អូបនឹងអញ្ចឹងមានពុំផ្សេងគ្នាអញ្ចឹងពេលណាដែលយើងផាក់តែហើយគប់ផ្សំនឹងការស្រូបយកអាផ្សែងនៃធុកក្អូបហ្នឹងរាងកាយក៏វាល្អទៅតាមនឹងដែរអញ្ចឹងគាត់ប្រាប់ថាចន្លោះនៃការញ៉ាំតែចន្លោះពីម៉ោង3ល្ងាចដល់ម៉ោង5ហើយខ្ញុំរៀននេះម៉ោង3កន្លះដល់ម៉ោង5គាត់ថាវាជួយច្រើនដល់រូបរាងកាយរបស់យើងហើយនេះពុំធុកក្អូបចេញជារូបរាងហើយចំពោះតែដែលមានអាយុកាល200ឆ្នាំហ្នឹងខ្ញុំភ្លេចថតបាត់ហើយខ្ញុំមិនដឹងថាពេលហ្នឹងខ្ញុំធ្វើអីបានជាអត់លើកទូរស័ព្ទថតបានថតតែក្បាលតែបងបន្តិចហ្នឹងឯងសម្រាប់តែពណ៌នៃតែដែលមានអាយុកាល200ឆ្នាំហ្នឹងវាក្រហមខ្លាំងណាអ្នកគ្រូគាត់ដាក់ឆុង2ដងបានវាប្រែពណ៌ទៅជារាងក្រហមតិចមកវិញហើយនេះតែដែលអ្នកគ្រូគាត់យកមកសម្រាប់ថ្ងៃហ្នឹងតែនឹងដូចជាមានអាយុកាលតាម25ឆ្នាំឯងហើយនេះរបៀបនៃការចាក់តែអ្នកគ្រូគាត់ប្រាប់ថានៅពេលដែលយើងចាក់ទឹកចូលទៅក្នុងប៉ាន់តែហ្នឹងដងខ្លួនយើងឲ្យត្រង់ដងខ្លួនដៃយើងគឺបែបបើស្មាវិញបើកស្មាហើយខ្លួនឲ្យត្រង់ដើម្បីចាក់តែហ្នឹងរបៀបនៃការចាក់តែហើយពេលដែលលើកតែផាក់ក៏គាត់ប្រាប់ដែរថាគេលើកបែបម៉េចដៃគេថប៉ែងតែខាងណាខាងស្ដាំខាងឆ្វេងអញ្ចឹងទៅអីទៅតែនឹងនៅពេលដែលបានផឹកហើយមានអារម្មណ៍ថាចាប់បានជាតិពីដងរៀងល្វីងតិចអូយមិនល្វីងទេចត់តិចហើយទឹកគេឡើងថ្លាទឹកតែនឹងគឺឡើងថ្លាហ្មងនេះឡើងថ្លាហើយវាមានអារម្មណ៍ថាវាផ្អែមជាប់កវាផ្អែមហ្មងផ្អែមជាប់នឹងកហើយនេះចូលដល់តែមួយប្រភេទទៀតហើយមុននឹងចូលដល់ការផឹកតែមួយប្រភេទទៀតហ្នឹងអ្នកគ្រូគាត់ធ្វើពុំធុកក្អូបហើយសារហ្នឹងគឺគាត់អត់ធ្វើទេគាត់ឲ្យពួកខ្ញុំហើយនឹងអ្នកគ្រូម្នាក់ទៀតគាត់ធ្វើម្ដងឲ្យដឹងថាបែបម៉េចចឹងណាអញ្ចឹងវាវងត្រូវសកត់ខ្ញុំមិនដឹងថាអានឹងអីទេសកត់អានឹងឲ្យវាមិនមែនសកត់ខ្លាំងទេធ្នមឲ្យវាស្មារភាពគ្នាហើយនេះអ្នកគ្រូកុំច្រឡំកូនសិស្សបងប្អូនអ្នកគ្រូអូយស្អាតខ្លាំងណាស់ទៅចែកគ្នាធ្វើម្នាក់ម្ដងហើយនេះគាត់ដាក់ពុំនឹងមកហើយគាត់ប្រាប់ថាតើយើងគួរតែយកអាធុកក្អូបហ្នឹងណាដាក់នៅជុំវិញខាងណាមុនខាងស្ដាំខាងឆ្វេងមុនអីចឹងទៅចឹងគាត់ប្រាប់ហើយគាត់ហត់យកមកឲ្យខ្ញុំហើយបានសាក់មុនគេអូយធ្វើបានតែមិនតិចទេខ្ញុំធ្វើបានតែមួយផ្លែតហ្នឹងខ្ញុំហុញឲ្យមិត្តភ័ក្តិវិញឯងធ្លាប់តែឃើញនៅក្នុងFacebook TikTok អីហ្នឹងគឺឃើញគេធ្វើបែបហ្នឹង YouTube ចិត្តមើល YouTube អញ្ចឹងនៅពេលនេះគឺបានមកធ្វើខ្លួនឯងមានអារម្មណ៍ថាវាប្លែកខ្លាំងព្រោះធ្លាប់តែមើលតាមទូរស័ព្ទឥឡូវបានមកធ្វើខ្លួនឯងអូខ្ញុំរៀនមកហ្នឹងគឺខ្ញុំសប្បាយចិត្តខ្លាំងមែនតើហើយមកហ្នឹងខ្ញុំមិនបានរើសចូលទេមិត្តភ័ក្តិហៅចូលក៏ខ្ញុំចូលទៅម្នាក់ឯងរៀន5មុខហ្នឹងមួយមុខហ្នឹងហើយនៅសល់មួយមុខក្រោយទៀតហើយនេះគាត់ចាប់ដើមដុតហើយគាត់ប្រាប់ថានៅពេលដែលយើងដាក់អាកតិចហ្នឹងណាដាក់ឲ្យវាសមមកល្មមមិនឲ្យវាខ្លាំងពេកក៏មិនឲ្យតិចពេកព្រោះតើកាលណាតិចពេកឬក៏ខ្លាំងពេកដល់ពេលលើកពុំហ្នឹងចេញវាបាត់ហុករៀងនៃពុំហ្នឹងឯងហើយនេះតាក់តែចុងក្រោយអានេះពណ៌រៀងស្អាតអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនចាំជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលា